So hello អ្នកគ្នាដំណើរកំសាន្តមួយយប់ពីរថ្ងៃនៅកំពង់សោមតើនឹងមានសកម្មភាពអីខ្លះសូមទស្សនាដូចពេលចាំឡើងក្រុងពួកយើងខ្ញុំឲ្យបងខ្ញុំថតរូបឲ្យខ្ញុំពី3បោះតែក៏មើលរូបថតមិនតែបើវិញថតឲ្យគាត់វិញឡានក៏ចេញដំណើរពីខ្ញុំទៅគឺមក5-15នាទីចាំមើលថាទៅដល់ទីនោះគឺមកប្រហែលលុះមកដល់ពេលមេរៀបភ្លឺទីខ្ញុំក៏ចាប់ផ្ដើមមេការផាត់ខ្លះដោយសារមុខយើងសម្រាប់អីវាមិនសូវបានចឹងហើយយើងត្រូវថែមតិចតួចខ្ញុំព្រៀបលក្ខណៈធ្វើដំណើរពីត្បូងឃ្មុំឆ្ពោះទៅសៃនុកពេលមកដល់ស្វែងក៏ចូលទិញត្រីនឹងកាត់តិចឲ្យថតឲ្យកូនបើពីវាបោះកធិតណាខ្ញុំបើចាប់ទី1ទៅក្នុងណាបានធ្វើឲ្យសម្រាប់បាត់តែបិទជើងអីហើយខ្ញុំក៏ជិះថតបានមកបោះដែរនេះឃើញតែស្ពីបហើយនឹកឃើញដល់បាត់រឹកប្រហៀមសម្រធម្មជាតិត្រកាលក្រាលក្របដកដានដោយទឹកសន្សើរក្លិនកាត់ពេលចូលដល់កំពង់សោមភ្លាមមកបានចូលទៅកន្លែងសម្រាប់ដោយសារតែគេ check in ម៉ោង2ហើយទៅដល់ម៉ោង11ចឹងហើយរៀបបាយវ៉ាន់ដាក់គ្រឿងជែកអីហ្នឹងអង្គុយញ៉ាំមាត់ឆ្នេរពួកអីព្រីប្រាប់ពីផ្ទះមកបាក់សែតអីយោអូអ្នកនរគ្នាពេលរៀបចំដាក់ម្ហូបហ្នឹងពេលញ៉ាំដល់តាមថតឲ្យអ្នកគ្នាខ្ញុំភ្លេចដល់មក check in នេះដល់ស្ថានភាពគ្នាថតភ្លាមហើយក៏រៀបចំខ្លួនទៅលេងទឹកខ្ញុំឆ្លងទេសភាពនៅខាងពួកអញនិយាយទៅខាងណាឃើញសមុទ្រដែរកន្លែងអង្គុយកន្លែងអីរៀបមកស្អាតហ្មងអង្គុយទៅបែរទៅចំសមុទ្រហ្មង fresh ហ្មងសូម្បីតែកន្ទប់គេងគាត់ក៏ចឹងដែរនៅពីគេងមកឃើញសមុទ្រហ្មងណាគេសែតណាគេអើយនេះអីគ្រាន់ឃើញទេសភាពអីហ្នឹងគឺបាត់សែតហ្មងនេះចូលមកដល់ពេលខ្ញុំលេងទឹកហើយមកផ្លុំសក់ផ្លុំអីដើម្បីរៀបចំខ្លួនព្រីផែទៅញ៉ាំនេះគឺជាសម្រាប់របស់ខ្ញុំពេលផ្លុំសក់រួចហើយពេលដល់ចេញទៅឃើញមេឃស្មើនឹងស្អាតពេកក៏ឲ្យបងថតមកបោះឲ្យកន្លែងនេះដឹងនិយាយពីអីចង់ឲ្យអ្នកគ្នាស្ដាប់សំឡេងទឹកសមុទ្រមិនចង់ឲ្យអ្នកគ្នាស្ដាប់សំឡេងទឹកសមុទ្រតែមានសំឡេងញ៉ៃងាយខ្លាំងមែនតើចឹងហើយបាច់ស្ដាប់សំឡេងទឹកសមុទ្រឬមើលទៅទេសភាពក៏បានដែរតែឃើញទេសភាពស្អាតពេកឲ្យបងថតពី3បោះទៀតងាយណាស់បានមកសមុទ្រមួយឆ្នាំមកបានម្ដងពីរដងហ្នឹងអត់លុយយោអ្នកគ្នាមកសមុទ្រឃើញទេសភាពស្អាតប៉ុណ្ណឹងអត់ថតទីតុងមិនកាត់មែនអ្នកគ្នាពេលយកគេរៀបចំញ៉ាំមីក្រូសវត្តមានអីហ្នឹងខ្ញុំអត់បានថតទេដោយសារខ្ជិលខ្លាំងមែនតើចឹងហើយកាត់ម្ដងថ្ងៃថ្មីតែម្ដងកាត់ម្ដងថ្ងៃថ្មីដែលជាថ្ងៃទី2ហ្នឹងពួកយើងមកលេងនៅកោះឆ្នេរមានស្នេហ៍ប្រាក់ឬក៏ហៅកោះឬក៏គេហៅកោះអីគេកោះរីជបតអ្នកគ្នាពេលខ្ញុំហើយខ្ញុំបងខ្ញុំគ្នាខ្ញុំក្មេងៗហ្នឹងចូលនំគ្នាជិះតុកតុកហ្នឹងទៅឡើងជិះតុកនៅនោះហើយចាចាទៅឯងចាចាគាត់ចង់ទៅអង្គុយលេងនៅមាត់ឆ្នេរនៅកន្លែងមិនចឹងអត់មានអីទៀតអ្នកគ្នាដោយសារយើងប្រើរយៈពេលខ្លីពេកយើងប្រើមួយយប់2ថ្ងៃហើយដល់លេងប៉ុណ្ណឹងក៏ថាច្រើនហើយម្ដងពេញតម្លាក់បងពី3នាក់ដោយសារគាត់ត្រូវនៅរៀននៅនឹងអ្នកគ្នាចូលបេនវិញអស់ហើយហ្នឹងណាចូលបេនវិញហើយជីវិតមុនពេលដើរលេងហើយនឹងក្រោយពេលដើរលេងរៀងខុសគ្នាតិចហើយចឹងក្នុងវីដេអូហ្នឹងចង់ប្រាប់ថាពេលខំរលុយហ្នឹងគឺវាពិបាកអីចឹងហើយយើងពេលខ្លះយើងត្រូវចំណាយពេលជាមួយខ្លួនឯងបង្កើតក្តីសុខឲ្យខ្លួនឯងជាមួយគ្រួសារពេលដើរលេងជាមួយគ្រួសារហ្នឹងគឺមានក្តីសុខខ្លាំងមែនតើហើយពេលលាគ្នាដោយស្នាមញញឹមគឺវាក្តីសុខ Bye bye